តោះឥឡូវសំឡេងទី1បាទតោះសំឡេងទី1មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូងអតីតជំទាវទី1ត្រូវជាប់ពន្ធនាគារ20ខែព្រោះតែកាដូចា៎ត្រូវជាប់ពន្ធនាគារ20ខែព្រោះតែកាដូខណៈស្វាមីជាប់ពន្ធនាគារ5ឆ្នាំព្រោះតែរំលោភអំណាចតុលាការកូរ៉េខាងត្បូងនៅថ្ងៃពុធទី28ខែមករាឆ្នាំ2026បានសម្រេចផ្តន្ទាទោសអតីតជំទាវទី1គីមកិនហ៊ីដែលជាភរិយារបស់អតីតប្រធានាធិបតីយុងសុកយុលឲ្យជាប់ពន្ធនាគាររយៈពេល20ខែពីបទទទួលកាដូប្រណិតរួមមានពីបទទទួលកាដូប្រណិតរួមមានការបោកម៉ាក់ Channel និងបន្តោងពេជ្រពីមន្ត្រីសមាគមសាសនា Unification Church ជាថ្នូរនិងការជួយគាំទ្រពួកគេផ្នែកនយោបាយជាអ្វីដែលលោកស្រីច្រានចោលថាមិនបានធ្វើខុសនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗរួមមាន Reuters CNN និង BBC News ជាដើមសូមបញ្ជាក់ថារដ្ឋអាជ្ញាបានប្តឹងអតីតជំទាវទី1គីមកិនហ៊ីដាក់ពន្ធនាគាររហូតដល់ទៅ15ឆ្នាំឯណោះប៉ុន្តែដោយសារបទចោទចំនួន2ទៀតរួមមានបទចោទថាលោកស្រីក្រឡុកតម្លៃភាគហ៊ុននិងបទបំពានច្បាប់ស្តីពីមូលដ្ឋាននយោបាយត្រូវបានកម្ចាត់ចោលត្រូវបានទម្លាក់ចោលក៏ទោសនៅសល់ត្រឹម20ខែការផ្តន្ទាទោសនេះកើតមានឡើងបន្ទាប់ពីផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់ដែលបានយាយីលោកស្រីនិងស្វាមីគឺលោកយុងសុកយុលអតីតប្រធានាធិបតីដែលត្រូវបានដកតំណែងក្រោយពីលោកបានប្រកាសច្បាប់អាជ្ញាសិទ្ធិដ៏ចម្រូងចម្រាសលោកយុងសុកយុលក៏ត្រូវបានតុលាការកាត់ទោសកាលពីដើមខែមករាឆ្នាំ2026ឲ្យជាប់ពន្ធនាគាររយៈពេល5ឆ្នាំផងដែរពីបទព្យាយាមប្រកាសដាក់ប្រទេសក្នុងភាពអាសន្នមិនបានសម្រេចកាលពីចុងឆ្នាំ2024សូមបញ្ជាក់ថានេះជាលើកទី1ហើយក្នុងប្រវត្តិសាស្ត្ររបស់កូរ៉េខាងត្បូងដែលអតីតប្រធានាធិបតីនិងអតីតជំទាវទី1ត្រូវបានជាប់ពន្ធនាគារក្នុងពេលតែមួយបែបនេះអតីតជំទាវទី1គីមកិនហ៊ីត្រូវបានឃុំខ្លួនតាំងពីខែសីហាឆ្នាំ2025ហើយក្រុមមេធាវីការពារក្តីរបស់លោកស្រីបានបញ្ជាក់ថាពួកគេកំពុងពិចារណាប្តឹងអន្តរជំទាស់និងសាលក្រមរបស់តុលាការខ្ញុំតារាពី RTNews TV បាយទី2មូលហេតុធ្វើឲ្យមាសឡើងថ្លៃកប់ពពកមហាយៈចិនសម្រុកទិញមាសយ៉ាងគំហុកដែលពេលនេះមាសមិនក្រោម 5,500 តោននោះឡើយសូមផ្ទៀងលេខផងអូខេចានេះ 5,500 តោនអញ្ចឹងហ៎ត្រូវណាអូខេផ្ទៀងផងពេលអានចប់អូខេធនាគារ ANZ នៃប្រទេសអូស្ត្រាលីបានទម្លាក់ដឹងគួរឲ្យភ្ញាក់ផ្អើលថាប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី2ក្នុងពិភពលោកបានសម្រុកទិញមាសយ៉ាងគំហុកដែលគិតមកទល់នឹងដើមឆ្នាំ2026នេះគឺមហាយៈចិនមានមាសមិនក្រោម 5,500 តោននោះឡើយនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃពុធទី28ខែមករាឆ្នាំ2026តួលេខដែលផ្ដល់ដោយធនាគារអូស្ត្រាលីនេះបង្ហាញថាចំនួនមាស 5,500 តោននេះគឺជាចំនួន1គុណនឹង2ហើយបើធៀបនឹងចំនួនដែលមហាយៈចិនបានប្រកាសដោយបើកចំហជាផ្លូវការដូចនេះប្រសិនបើដោយការអាងរបស់ធនាគារអូស្ត្រាលី ANZ មែននោះគឺមានន័យថាមហាយៈចិនគឺជាប្រទេសដែលកាន់មាសច្រើនបំផុតទី2ក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកដែលជាបងធំទី1របស់ពិភពលោកទាំងផ្នែកយោធានិងសេដ្ឋកិច្ចសារព័ត៌មាន Nikkei Asia បានឲ្យដឹងថាទន្ទឹមនឹងការសម្រុកចូលទិញមាសយ៉ាងច្រើនសន្ធឹកសន្ធាប់មហាយៈចិនក៏សម្រុកលក់ចេញមូលបត្រ
phát hiện có xâm rốc lùi chênh mô là bát bầm nò rốt thà phì bát Amerik đại khuôn căn cáp yang tràn phóng đại xôm bị chết thả khả năng đại phú mật sang nយោបាយពិភពលោកកាន់តែក្រឡាប់ចាក់រួមមានទាំងសង្គ្រាមប្រដាប់អាវុធនិងសង្គ្រាមពាណិជ្ជកម្មផងនោះបានជំរុញឲ្យធនាគារកណ្ដាលនៃប្រទេសធំៗសម្រុកទិញចូលមាសស្តុកទុកយ៉ាងសម្បើមជាហេតុនាំឲ្យមាសហក់ឡើងថ្លៃខ្ពស់កប់ពពកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដែលហាងឆេងមាសបានហក់ឡើងរហូតដល់ទៅ$6,400អាមេរិកក្នុងមួយតម្លឹងគិតត្រឹមថ្ងៃពុធទី28ខែមករាឆ្នាំ2026យោងតាមការចុះផ្សាយយោងតាមផ្សារភាគហ៊ុនអាមេរិក NASDAQ ឲ្យដឹងថាសហរដ្ឋអាមេរិកមានមាសបំរុងច្រើនជាងគេបំផុតក្នុងពិភពលោករហូតដល់ទៅច្រើនជាងគេបំផុតក្នុងពិភពលោករហូតដល់ទៅ8,133តោនខ្ញុំតារាពី RT News TVតោះមួយទៀតតកតងព័ត៌មានគេថាមុនខ្លាយជាគ្រឿងទេសដំណើររឿងនៃអំបិលដែលធ្លាប់មានតម្លៃស្មើមាសតោះសំសានអ្នកនេះតោះចាប់ផ្ដើមសំឡេងទី1បាទមុនខ្លាយជាគ្រឿងទេសដំណើររឿងនៃអំបិលដែលធ្លាប់មានតម្លៃស្មើនឹងមាសតើអ្នកដឹងទេថាកាលពីសម័យបុរាណអំបិលធ្លាប់ត្រូវបានគេប្រើប្រាស់ជារូបិយប័ណ្ណលុយកាក់និងមានតម្លៃខ្ពស់ប្រហែលនឹងមាសដែរតាំងពីយូរលង់ណាស់មកហើយមុនពេលដែលមានទូទឹកកកនិងផ្សារទំនើបកើតឡើងអំបិលគឺជាវត្ថុចាំបាច់បំផុតសម្រាប់រក្សាអាហារទុកឲ្យបានយូរប្រើសម្រាប់ដាក់គ្រឿងសម្លឲ្យមានរសជាតិឆ្ងាញ់និងថែមទាំងជួយទ្រទ្រង់ដល់សុខភាពរាងកាយមនុស្សទៀតផងបណ្ដាអរិយធម៌នានាកាលនោះពឹងផ្អែកលើអំបិលខ្លាំងណាស់រហូតដល់ថ្នាក់ទាហានរ៉ូម៉ាំងពេលខ្លះត្រូវបានគេបើកប្រាក់បៀវត្សជារបបអំបិលជំនួសឲ្យលុយកាក់ទម្លាប់នៃការបើកអំបិលឲ្យទាហាននេះហើយដែលជាប្រភពបង្កើតឲ្យមានពាក្យថា salary ដែលប្រែថាប្រាក់ខែក្នុងភាសាអង់គ្លេសរហូតដល់សព្វថ្ងៃអាណាចក្រដ៏មានអំណាចជាច្រើនបានរីកដុះដាលឡើងនៅតាមបណ្ដោយផ្លូវពាណិជ្ជកម្មអំបិលហើយសង្គ្រាមជាច្រើនក៏បានផ្ទុះឡើងដើម្បីដណ្ដើមគ្រប់គ្រងអាណាចក្រដ៏មានអំណាចជាច្រើនបានរីកដុះដាលឡើងតាមបណ្ដោយផ្លូវពាណិជ្ជកម្មអំបិលហើយសង្គ្រាមជាច្រើនក៏បានផ្ទុះឡើងដើម្បីដណ្ដើមគ្រប់គ្រងអណ្ដូងអំបិលនិងប្រភពផ្គត់ផ្គង់អំបិលផងដែរនៅតំបន់ខ្លះក្នុងទ្វីបអាហ្វ្រិកនិងអាស៊ីអំបិលដុំត្រូវបានគេយកទៅដូរយកទំនិញសត្វពាហនៈនិងកម្លាំងពលកម្មអ្វីដែលយើងមើលទៅហាក់ដូចជាធម្មតានៅលើតុបាយក្នុងផ្ទះបាយរបស់អ្នកនាពេលបច្ចុប្បន្ននេះ